ថ្ងៃនេះយើងអានសៀវភៅភ្លេងផ្លុងមាន់ជាអ្នកដាស់ព្រះអាទិត្យមាន់រងាវតែព្រះអាទិត្យអត់ក្រោកពីគេងទេថ្ងៃនេះភ្លៀងចាប់ដើមស្រក់ផ្លែកផ្លក់ទូចេញទៅលេងខាងក្រៅអត់បានទេភ្លៀងនៅតែធ្លាក់ផ្លែកផ្លក់កូនបាល់ពណ៌ខៀវអណ្ដែតភ្លេងផ្លុងកម្មជណ្ដើរទី1លេចបាត់ហើយភ្លៀងនៅតែធ្លាក់ផ្លែកផ្លក់កូនកាយពណ៌ក្រហមអណ្ដែតភ្លេងផ្លុងកម្មជណ្ដើរទី2លេចបាត់ហើយភ្លៀងនៅតែធ្លាក់ផ្លែកផ្លក់កូនទាពណ៌លឿងអណ្ដែតភ្លេងផ្លុងកម្មជណ្ដើរទី3លេចបាត់ហើយភ្លៀងឈប់ធ្លាក់ផ្លែកផ្លក់ទៀតហើយទូមើលឃើញកម្មជណ្ដើរទី3ប៉ុន្តែកូនទាពណ៌លឿងអត់នៅទីនោះទៀតទេភ្លៀងឈប់ធ្លាក់ផ្លែកផ្លក់ទៀតហើយទូមើលឃើញកម្មជណ្ដើរទី2ប៉ុន្តែកូនផ្កាយពណ៌ក្រហមអត់នៅទីនោះទៀតទេភ្លៀងឈប់ធ្លាក់ផ្លែកផ្លក់ទៀតហើយទូមើលឃើញកម្មជណ្ដើរទី1ប៉ុន្តែកូនបាល់ពណ៌ខៀវមិននៅទីនោះទៀតទេទូឆ្ងល់ថាតើកូនទាពណ៌លឿងកូនផ្កាយពណ៌ក្រហមនិងកូនបាល់ពណ៌ខៀវនៅឯណាណអូនៅទីនេះទាំងអស់អណ្ដើកអ្នកហែលទឹកយកមកលេងតើយើងសង្កេតតើទឹកហូរយ៉ាងម៉េចខ្លះទឹកហូរពីខ្ពស់មកទាបទឹកហូរពីលើមកក្រោមសូម្បីតែទឹកភ្លៀងក៏ហូរពីលើមកក្រោមដែរបើមិនជឿអូនអាចសាកល្បងយកកែវដាក់ទឹកក្នុងធុងមួយរួចចាក់ទឹកពីផ្តិលចូលកែវទឹកនឹងហូរពីលើចុះក្រោមពេលប្អូនចាក់ទឹកច្រើនទឹកក្នុងកែវនឹងពេញរួចក៏ហៀរចូលធុងប៉ុន្តែបើប្អូននៅតែបន្តចាក់ទឹកពីផ្តិលទៀតទឹកក្នុងធុងនឹងឡើងពីក្រោមទៅលើវិញបើប្អូនទុកធុងដែលមានទឹកពេញនៅក្រោមកម្ដៅថ្ងៃទឹកនឹងស្រកពីលើចុះក្រោមនេះគឺដោយសារតែកម្ដៅព្រះអាទិត្យដែលធ្វើឲ្យទឹកហួតដីឬវត្ថុផ្សេងទៀតដូចជាអេប៉ុងជាដើមអាចស្រូបទឹកប៉ុន្តែបើទឹកច្រើនពេកវាមិនអាចស្រូបអស់ទេទឹកនឹងហៀរដូចក្នុងកែវអញ្ចឹងជួបគ្នានៅសៀវភៅក្រោយទៀតបាយបាយ